អ្នកគ្រូមេរៀនទី45មិត្តល្អរបស់កូនឆ្មាបូបូអំណានថ្ងៃនេះជាថ្ងៃចូលរៀនដំបូងពេលទៅដល់ចិត្តសាលារៀនកូនកំសាយតូនីឃើញបូបូកំពុងឈរយំតូនីក៏រត់មកសួរហេតុអ្វីបានជាមិនយំបូបូឆ្លើយខ្មៅដៃរបស់ខ្ញុំជ្រុះបាត់ហើយខ្ញុំមិនហ៊ានចូលរៀនទេព្រោះគ្មានអ្វីសរសេរតូនីនិយាយឈប់យំទៅខ្ញុំមានម៉ៅដៃពីរដើមខ្ញុំនឹងឲ្យមិត្តមួយលើកក្រោយឯងត្រូវដាក់ខ្ញុំហើយម៉ៅដៃបន្ទាត់ក្នុងកាតាបគឺថង់ឲ្យបានល្អទើបវាមិនជ្រុះបូបូឆ្លើយអរគុណតែខ្ញុំគ្មានកាតាបទេតូនីនិយាយខ្ញុំមានកាតាបមួយទៀតស្អែកខ្ញុំនឹងយកមកឲ្យឯងបូបូញញឹមហើយនិយាយអរគុណតូនីមិត្តមានចិត្តល្អណាស់